ជំរាបសួរបងប្អូនអរគ្នាតាយើងមករៀនធ្វើវិញ្ញាសាទាំងអស់គ្នាវិញ្ញាសាសម្រាប់ប្រឡងចូលក្របខ័ណ្ឌនឹងនៅក្នុងនេះវិញ្ញាសាតកតងជាមួយនឹងការប្រឡងចូលក្របខ័ណ្ឌរដ្ឋផ្សេងប្រឡងចូលភូមិន្ទប្រឡងចូលគ្រូព្រមព្រៀងកិច្ចសន្យាអីជាដើមណាបងប្អូនរៀនធ្វើទៅដើម្បីយើងអាចធ្វើត្រូវបាន 100% ណាបងប្អូនធ្វើម្ដងខុសធ្វើម្ដងទៀតធ្វើទាល់តែបាន100លើ100ណាតែយើងមានដូចតទៅណាឯកសារនេះខ្ញុំដកស្រង់ចេញពីភូមិន្ទរដ្ឋបាលគេតែងតែប្រឡងផ្សេងណាគេប្រឡងចូលរដ្ឋផ្សេងអញ្ចឹងតែយើងមករៀនធ្វើទាំងអស់គ្នាវាមាន50សំណួរជាភាសាអង់គ្លេសណាប្រឡងឥឡូវប្រឡងអីក៏ដោយគឺមានភាសាអង់គ្លេសភ្ជាប់មកជាមួយទាំងអស់ឲ្យប្រឡងចូលក្រសួងមិនថាក្រសួងណាទេអញ្ចឹងយើងមើលទាំងអស់គ្នាតោះទី1 I'm afraid I really couldn't eat anymore am ចុចអញ្ចឹងប្រយោគនេះគឺយើងមើលទៅគឺអ្នកទាំងអស់គ្នាគួរយកមួយណាមាន4ជំរើសពហុជ្រើសរើស multiple choice អញ្ចឹងមាន4ជំរើសបងប្អូនជ្រើសរើសណាអញ្ចឹងតែខ្ញុំខ្លាចតែខ្ញុំមិនអាចញ៉ាំទៀតទេខ្ញុំអី fit up ប្រែក្រៀមក្រំ full ពេញឆ្អែត fill up ពេញលេញ foolish families អញ្ចឹងយើងយកមួយណាគឺយើងយក full បានត្រូវអូខេខ្ញុំខ្លាចតែខ្ញុំពិតជាមិនអាចញ៉ាំទៀតទេខ្ញុំឆ្អែតហើយអូខេតើយើងស្មានសាកទាំងអស់គ្នាត្រូវខុសទី2 Don't tell Sherry about Rich and Mom you know he can escape ចឹងគេថាកុំប្រាប់ Sherry អំពី Rich ហើយនឹង Mom ហើយនឹង Mac អ្នកដឹងថាគាត់មិនអាចរក្សាអត្តកម្បាំងយ៉ាងមានពាក្យ hold save keep stop យើងយកពាក្យមួយណាបងប្អូនទាំងគ្នាគឺយើងយកពាក្យថា keep បានត្រូវមានន័យថាកុំប្រាប់សារីអំពី Rich ហើយនឹងម្ដាយអ្នកប្រហែលអ្នកដឹងទេគាត់គឺមិនអាចរក្សាអត្តកម្បាំងនោះបានទេឈប់បងប្អូនខ្ញុំបិទសិនចាំមិនក៏លូតសាររហូតចឹងបាក់ទៀតណាលូតសាររហូតចឹងណាអូខេតតទៀតវែងតិច50សំណួរឯណោះណាបងប្អូនចឹងមើលទៅទី3 Have you seen a mark anywhere we seem to be one ចុចចឹងមួយ short miss less under យកមួយណាតើអ្នកបានឃើញកែវមួយនៅកន្លែងណាយើងទំនងជាអីគេខ្លាយជាខកខានមួយនឹងអញ្ចឹងយើងយកមួយណាយក miss ខកខានមែនទេបាត់មួយនឹង4 If the animal came when they were called the man to judge them easily without running ចឹងគេថាប្រសិនបើសត្វមកនៅពេលដែលពួកគេត្រូវបានគេហៅមកបរោះម្នាក់ហ្នឹងចុចយ៉ាងងាយស្រួលមិនបាច់រត់តាមយកមួយណាប្រយោគនេះគឺប្រយោគលក្ខខណ្ឌដោយសារតែអតីតកាលបូកជាមួយអតីតកាល came ចឹងប្រយោគនេះ second conditional ប្រយោគលក្ខខណ្ឌទី2ចឹងយើងយក would have caught អត់ត្រូវទេ would catch will catchចឹងយើងយកទី2 would catch ចាយើងតទៀតទី5 If people did not die and leave the earth
the earth crowded ថាប្រសិនបើមនុស្សនឹងឯងមិនស្លាប់ទេមិនចាក់ចេញពីផែនដីទេផែនដីនឹងចង្អៀតចុចចឹងយើងដាក់ឲ្យគេប្រយោគនេះក៏ប្រយោគលក្ខខណ្ឌទី2ដែរអញ្ចឹងយកគេ will be would be easy would have been អញ្ចឹងលក្ខខណ្ឌទី2គឺ would be would បូកជាមួយនឹងកិរិយាសព្ទដើម be ណាអានឹងទោះតែយើងចេះដែរបានយើងមើលដឹងណាបងប្អូនទាំងអស់គ្នារៀនវេយ្យាករណ៍អញ្ចឹងប្រឡងតេតងជាមួយនឹងវេយ្យាករណ៍ច្រើននិងសរសេរច្រើនអត់តេតងនឹងការនិយាយការអានទេអញ្ចឹងបងប្អូនប្រឹងតេតងជាមួយវេយ្យាករណ៍ឲ្យបានច្រើនដើម្បីជ្រើសរើសត្រូវទី6 This conflict must immediately because it caused my consequence conflict នេះចំនួននេះត្រូវអីគេត្រូវបានដោះស្រាយភ្លាមព្រោះតែមូលហេតុមកពីវាអាចនឹងមានផលវិបាកច្រើន consequence អញ្ចឹងយើងមើលប្រយោគនេះគឺ must auxiliary verb must ណាកិរិយាសព្ទជំនួយ must ត្រូវតែប្រើជាមួយកិរិយាសព្ទដើមអត់អាចប្រែប្រួលទេអត់អាចដូច be ហ្នឹងផ្លាស់ប្ដូរជា am is are ទេអញ្ចឹងប្រយោគនេះគឺត្រូវជាមួយនឹង are លើ be sold អូខេ be sold is sold are sold was sold អញ្ចឹង is sold ហ្នឹងវាអត់បដូរទេដោយសារ is បដូរមកជា to be បដូរមក is គឺខុស are sold ក៏ខុសដែរដោយសារ must អត់អាចបដូរទេ was sold គឺអតីតកាលក៏អត់ត្រូវដែរអញ្ចឹងត្រូវមានតែ be sold ដោះស្រាយទី7 Phnom Penh now is speeded ways the eye can see ចឹងយកមួយណាមួយ as long as 2 as far as 3 as near as 4 as good as ចឹងត្រឹមត្រូវគឺយើងយកទី2 as far as ដរាបណាឬភ្នំពេញឥឡូវហ្នឹងគឺមានការឆ្ពោះលឿនទៅពង្រីកទៅកាន់ទិសខាងលិចដរាបណាផ្នែកយើងនៅមើលឃើញអូខេតទៀតទី8 I would have spent my money for charity if I billions of US dollar ប្រយោគនេះគឺប្រយោគលក្ខខណ្ឌដែរដោយសារមាន if អញ្ចឹងបងប្អូនត្រូវចាំប្រយោគលក្ខខណ្ឌគឺមាន if ប៉ុន្តែដោយសារតែនេះគឺ would បូកជាមួយនឹងបច្ចុប្បន្នកាលសម្បូរអញ្ចឹងប្រកាសជាខាងចុងនឹងឯងខាងចុងវាគឺអតីតកាលសម្បូរហើយអញ្ចឹងយើងមើលយកមួយណាទី1 have had ទី2 had ទី3 had ទី4 have អញ្ចឹងអត្រីទី2 had អញ្ចឹងប្រយោគលក្ខខណ្ឌទី3នេះទី9 She had seen people who in poverty all their life ណាពួកគេបានឃើញប្រជាជនដែលក្នុងភាពអត់ឃ្លានក្នុងជីវិតរបស់ពួកគេអញ្ចឹងយើងយកមួយណាបងប្អូនទាំងអស់គ្នាប្រយោគនេះគឺប្រយោគបច្ចុប្បន្នអតីតកាលសម្បូរអតីតកាលសម្បូរវាបូកជាមួយនឹងអតីតកាលសម្បូរកំពុងបន្តតែដោយសារតែនេះយើងមើលទៅអញ្ចឹងយើងយកទី2ដែរ had been living អតីតកាលសម្បូរកំពុងបន្តទី10 have we snow the train for several hours ណាគេថាព្រិលត្រូវបានព្រិលធ្ងន់ធ្ងរត្រូវបានជាពេលរថភ្លើងអស់ជាពេលច្រើនម៉ោង cancel postpone stop delay អញ្ចឹងចុងក្រោយគេទី4 delay ពន្យាពេលណាព្រិលធ្លាក់ខ្លាំងពេក heavy snow អញ្ចឹងរថភ្លើងត្រូវបានពន្យាពេលជាច្រើនម៉ោងទី11 we arrive Phnom Penh at 4 in the morning យើងមកដល់ទីក្រុងភ្នំពេញនៅម៉ោង4ពេលព្រឹកអញ្ចឹងកន្លែងនេះ arrive to arrive at arrive for arrive in អញ្ចឹងពាក្យដែលចុងក្រោយគឺ arrive in ប្រើជាមួយនឹង arrive in អត់ arrive to arrive at arrive for ទេគឺ arrive in មិនត្រូវចង់ចាំ phrase ហ្នឹងគឺចឹងតម្ដងទី12 I don't see you the party last week can ខ្ញុំមិនឃើញមិនជួប
នៅពិធីជប់លៀងនៅចុងសប្តាហ៍នេះចឹងយើងប្រើជាមួយនឹង at នៅទីកន្លែងណាមួយ at something at some place at somewhere ទីកន្លែងណាមួយចឹងប្រើ at ត្រូវអូខេ how is it from here to the city center អញ្ចឹងយើងយកពាក្យថាមាន long far distance near far មានតើវាឆ្ងាយប៉ុន្មានពីទីនេះទៅកាន់មជ្ឈមណ្ឌលទីក្រុងអញ្ចឹងអានឹងឯងឆ្ងាយ far ឆ្ងាយទី14 most countries still maintain system ចុច national service when all men must serve for the period of time in the armed force ចឹងយកពាក្យនេះ voluntary compulsory necessary force ចឹងយកពាក្យ compulsory ទី2ណាប្រទេសភាគច្រើននៅតែរក្សាប្រព័ន្ធ compulsory ដដែលសេវាកម្មជាតិដែលមនុស្សទាំងអស់ត្រូវតែបម្រើសម្រាប់ដងពេលនៃការប្រដាប់អាវុធ armed force 15 when there is discussion in class you will only get full value for it from it if you ចុច an argument ណាមាន participate share practice involve ចឹងយកទី1 participate ចូលរួមគេថានៅពេលដែលមានការពិភាក្សានៅក្នុងករណីក្នុងថ្នាក់មួយអ្នកនឹងទទួលបាននៅតម្លៃពេញលេញពីវាប្រសិនបើអ្នកនឹងឯងបានចូលរួមពីដោះស្រាយពីចំនួនទី16 it was his to become a doctor but somehow he ended up an actor ចឹងកន្លែងនេះមាន4គឺ intention confusion illusion selection ចឹងយកពេល intention គោលបំណងចាប់អារម្មណ៍សេចក្តីប៉ុនប៉ងប្រាថ្នា intention confusion ការយល់ច្រឡំទេអញ្ចឹងយកនឹងត្រូវវាគឺជាបំណងប្រាថ្នារបស់គាត់ដើម្បីក្លាយជា doctor ប៉ុន្តែយ៉ាងម៉េចក៏ដោយគាត់នឹងបញ្ចប់នៅជាតួកុនមួយរូបតារាមួយរូបខេ17 in central rural areas it is still necessary to the diet of the children with a certain protein and vitamin ចឹងយើងមាន prevent increase aid supplement ចឹងយកទី3 aid ជំនួយនៅក្នុងតំបន់ជនបទពិតជាវានៅតែចាំបាច់សម្រាប់ការជួយទៅដល់កុមារដែលខ្វះខាតអាហារនៅក្នុងការផ្ទុកនៅប្រូតេអ៊ីនហើយនិងវីតាមីន18 large areas of agriculture land was badly by fall out จะមានពាក្យ involve collapse determine affected អញ្ចឹងយើងយកពាក្យចុងក្រោយ affected មានផលប៉ះពាល់គេថាតំបន់ធំភាគច្រើននៃដីកសិកម្មគឺមានផលប៉ះពាល់យ៉ាងអាក្រក់ដោយសារតែ fall out នឹងបាក់ដីអូខេ19 The prediction about the course of the typhoon was not at all ចុចចឹង accurate access estimate analyze ចឹងយកលើ accurate អូខេគេថាតាមការព្យាករណ៍ prediction ការព្យាករណ៍អំពីមូលហេតុនៃព្យុះ typhoon ហ្នឹងគឺមិនមែនវាមានល្បឿនទាំងអស់នោះទេមានន័យថាវាទៀងទាត់ទាំងអស់នោះទេ20 It was several days after the shooting because the face were to the press ចឹងមាន release abandon selected investigate ចឹងយកលើ release ណា release អូខេទី21 There was money left in my bank account
ចឹងគេថានេះគេថាមាន more no some ហើយនៅ and នេះចឹងប្រយោគនេះគឺជាប្រយោគស្របណាប្រយោគស្របណាដោយសារនៅពីមុខជាកិរិយាសព្ទ to be ចឹងគេប្រើភ្ជាប់ជាមួយនឹងខាងចុងគឺនាមមាននេះចឹងយក no អត់យក more អត់យក some យក any ទេយក no មានន័យថាគ្មានលុយទុកនៅក្នុង account ធនាគារនោះទេ21 Their house is near Onalom Pagoda ចឹងគេថាផ្ទះរបស់ពួកគេគឺនៅ Nalom ដែលមាន whereabouts anywhere somewhere any place ប្រយោគនេះគឺជាប្រយោគស្របអញ្ចឹងតើតើនឹងទីកន្លែងណែទីកន្លែងអញ្ចឹងប្រយោគស្របត្រូវប្រើជាមួយនឹងអត្ថប័យ somewhere ប្រយោគស្របទី3 somewhere ទី21 I'm sorry I my your party I was away at that time តែខ្ញុំសុំទោសចឹងមាន miss មាន fail មាន pass មាន loss ចឹងពាក្យដែលត្រឹមត្រូវគឺយើងយកពាក្យថា miss អូខេខ្ញុំសុំទោសខ្ញុំខកខានក្នុងពិធីជប់លៀងរបស់អ្នកដោយសារតែខ្ញុំចាក់ចែងនៅគណៈពេលនោះអូខេខ្ញុំចាក់ចែងពីគណៈពេលនោះឬក៏ស្លាប់ was away ចាក់ចែងឬស្លាប់អូខេ24 you are who has been there ចឹងកន្លែងនេះយើងមើលមាន the single the only one the only ចឹងតែត្រឹមត្រូវគឺទី2 the only one អូខេ the only one មានន័យថាមានតែមួយប៉ុណ្ណោះរបស់អ្នកដែលបានស្ថិតនៅទីនោះមានមនុស្សតែម្នាក់ប៉ុណ្ណោះដែលស្ថិតនៅទីនោះតាក់ទងជាមួយនឹងវត្ថុឬទីកន្លែងឬក៏មនុស្សតា the reason I left is I was bored ធុញទ្រាន់មាន why for while dead ចឹងពាក្យដែលត្រឹមត្រូវទី4 dead អូខេដែលហេតុផលដែលខ្ញុំចាក់ចែងគឺថាខ្ញុំធុញទ្រាន់អូខេ dead we are very proud our son success យើងមានមោទនភាពជោគជ័យរបស់កូនប្រុសរបស់ពួកយើងចឹង proud មោទនភាពចឹង proud ប្រើជាមួយនឹង of phrase វាប្រើជាមួយ of ត្រូវចងចាំ proud of មោទនភាពនៃ27ចឹង he wanted to make the good impression that the judge asked he was eager to get a job ចឹងមាន1 interrogation ទី2 meeting ទី3 ស្អីគេមើលអក្សរច្បាស់briefing ទី4 interview ចឹងយកពាក្យ interview ទី4ត្រឹមត្រូវអ្នកចង់ដើម្បីបង្កើតការចំណាប់អារម្មណ៍ល្អនៅឯបទសម្ភាសន៍គឺអ្នកត្រូវតែដើម្បីឲ្យទទួលបានការងារមួយអូខេទី28 it is for Chinese to visit their friend and relative in New Year ណាtradition custom task routine អូខេចឹងយកទី4 routine វាគឺជាទម្លាប់សកម្មភាពទម្លាប់សម្រាប់ជនជាតិចិនដែលទៅលេងមិត្តភ័ក្តិសាច់ញាតិនៅក្នុងចូលឆ្នាំអូខេ Cambodian people follow ចុចដាក់មួយណា follow តាមណាមាន Hinduism សាសនា Hindu Buddhism សាសនាពុទ្ធ Islam សាសនាអ៊ីស្លាម Protestantism សាសនាគ្រិស្តអញ្ចឹងយើង follow តាមពុទ្ធសាសនាភាគច្រើនអញ្ចឹងយក Buddhism ទី2 30 That's the who has taken your coat អញ្ចឹងមាន dog
មាន girl boy ជាង boy យកទី4 boy នោះជាក្មេងប្រុសដែលបានមើលឬក៏ខ្វៀលខូតពពែរបស់ខូតពពែរបស់អ្នក example Anne and Peter phone every day ចឹងយកមួយណាតាឧទាហរណ៍លោក Anne ហើយនិងលោក Peter ទេទូរស័ព្ទរៀងរាល់ថ្ងៃទេឲ្យគ្នារៀងរាល់ថ្ងៃចឹងយកទី4 each other អូខេ32 China is not only but also to discuss with យ៉ាងយកទី2គឺ wealthy និង friendly អូខេចិនដាហ្នឹងគឺមិនត្រឹមតែមានសុខភាពល្អនិងស្និទ្ធស្នាលប៉ុណ្ណោះទេថែមទាំងមិនត្រឹមតែមានទ្រព្យសម្បត្តិប៉ុណ្ណោះទេថែមទាំងស្និទ្ធស្នាលជជែកគ្នាជាមួយគ្នាផងដែរចា33សំណាង did not go school he was ill ឈឺចឹងមាន if មាន though មាន because មាន but ចឹងយក because ណាសំណាងគឺមិនទៅសាលារៀនពីព្រោះតែគាត់ឈឺចឹង had Paul because if it does not stop raining the road ចុចទី1គឺ had been flooded ទី2 would be have flooded ទី3 would be flooded ទី4 will be flooded ចឹងប្រយោគនេះប្រយោគលក្ខខណ្ឌនិងលក្ខខណ្ឌទី1ណាបច្ចុប្បន្នកាលបូកជាមួយនឹងអនាគតកាលធម្មតាអញ្ចឹងយកក្រមទី4 will be flooded ថាប្រសិនបើវាភ្លៀងមិនឈប់នោះទេផ្លូវនឹងត្រូវបានជន់លិចអូខេទី35 I feel tired because I just 4 hours ចឹងនេះគឺជាគេថាម៉េចខ្ញុំមានអារម្មណ៍អស់កម្លាំងពីព្រោះតែខ្ញុំច្រើនម៉ោងអូខេចឹងយើងយកទី2 am working យកនេះបច្ចុប្បន្នកាលធម្មតាខ្ញុំអស់កម្លាំងពីព្រោះតែខ្ញុំកំពុងធ្វើការជាច្រើនម៉ោង36 let's go out for dancing ចុចណាអានេះគេថា question take ប្រយោគ question take តើយើងទៅក្រែសម្រាប់រាំអញ្ចឹងប្រយោគនេះប្រយោគស្របខាងចំត្រូវតែជាប្រយោគសំណួរបែបបដិសេធដោយសារប្រយោគនេះក៏អត់មាន auxiliary verb មួយចំនួនទេអញ្ចឹងក្នុងនេះក៏ដាក់ are we do not we will be shall be អញ្ចឹងត្រឹមតែបច្ចុប្បន្នកាល do not we ទី2វេយ្យាករណ៍ណា35 do you know the man ចុច sit near to you តើអ្នកស្គាល់បរិះអីគេមាន who មាន whom whose who which ចឹងយកពាក្យថា who ណាតើអ្នកស្គាល់បរិះដែលអង្គុយជាប់អ្នកទេអូខេចឹងតើតងនឹងនោះយកប្រើ who whose ទី2ហ្នឹងកម្មសិទ្ធិ which តើតងទីកន្លែងជាមួយនឹងវត្ថុទេ whom នឹងកម្មបត្តិនោះដែលទៅកម្មបត្តិកន្លែងនេះប្រធាន who ដែលតួជាប្រធានអានេះគេហៅថា relative conditional clause ហ្នឹងណាrelative clause អានេះគេហៅថាសម្ព័ន្ធនៅប្រយោគណា38 My brother and I had to support our families ever since we were children ចឹងតាមាន have work were working និង work យកមួយណាចឹងគឺយើងយកអាលើគេបងអស់ have work បងប្រុសរបស់ខ្ញុំបានធ្វើការយ៉ាងលំបាកដើម្បីផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំតាំងតែពួកគេនៅពីក្មេង39 What are you going to buy your friend to judge her birthday ចឹងយើងយកមួយណាគេថាតើអ្នកនឹងទៅទិញអ្វីឲ្យមិត្តភក្តិរបស់អ្នកនៅខួបកំណើតរបស់នាងអញ្ចឹងយើងយកមួយណាចំអានេះមាន to មាន for មាន during មាន at ចឹងយក for ណាសម្រាប់ថ្ងៃខួបកំណើតរបស់នាងយក for 40 she never really ចុច how
parents were not having allowed her to go university ដែលមាន forgive forgot pardon excuse your excuse ហ្នឹងហើយ your excuse okay ទី41 my parent often does with people for career ចឹងគេថាម្ដាយពុកររបស់ខ្ញុំញញធ្វើការចុចចឹងមាន affair ការងារ finance ហិរញ្ញវត្ថុគេ economic សេដ្ឋកិច្ចចឹងយកចុងក្រោយ business ណាម្ដាយពុករបស់ខ្ញុំជាញឹកញាប់ធ្វើការរកស៊ីជាមួយនឹងប្រជាជនមកពីកូរ៉េអូខេអញ្ចឹងត្រឹមត្រូវទី42 it is possible to now for the next term event classes ណាអញ្ចឹងមាន participate join in enroll enter អញ្ចឹងពេលដែលត្រឹមត្រូវគឺ enroll ចុះឈ្មោះតែប្រសិនវគ្គនឹងអាចទៅរួចដើម្បីចុះឈ្មោះឥឡូវនេះសម្រាប់វគ្គថ្នាក់សិក្សាពេលល្ងាចនៅវគ្គក្រោយអូខេចុះឈ្មោះនៅ enroll the national election is the conducted this year grade 9 national examination won't be delayed មាន unless if not even if ចឹង unless ជាពាក្យ unless លុះត្រាតែការបោះឆ្នោតថ្នាក់ជាតិហ្នឹងគឺប្រព្រឹត្តទៅនៅឆ្នាំនេះថ្នាក់ទី9ការប្រឡងថ្នាក់ទី9នឹងមិនពជាពេលទេ44 my work goal was unless I check I'll fail my exam in the end of the year ចឹងយើងមាន improve get well increase get back ចឹង improve ធ្វើឲ្យប្រសើរឡើងធ្វើល្អឡើងណាការងាររបស់ខ្ញុំកាន់តែក្រក់ឡើងលុះត្រាតែខ្ញុំនឹងអភិវឌ្ឍធ្វើប្រសើរឡើងទើបការប្រឡងរបស់ខ្ញុំនៅឆ្នាំនេះនឹងមិនធ្លាក់អូខេ45 at work would he always arrive on time he is so ចុចជំនាញអីគេ timeless គ្មានពេលpunctual ទៀងទាត់ពេល boring ធុញទ្រាំ careful យកចិត្តទុកដាក់ចឹង punctual គឺទៀងទាត់ពេលនៅការងារវុធីតែមកដល់ទាន់ពេលវេលាគាត់គឺទៀងទាត់ពេលវេលាណាអូខេ46 I really work to have my bedroom ចុច next week ចឹងយើងមើលទៅខ្ញុំពិតជាចង់មានបន្ទប់កេងមួយរបស់ខ្ញុំចុចនៅសប្តាហ៍នេះចឹង repair ចឹងណាយក repair ណាទី47 no one of our representative to the participate in the final draft ចឹងវាមាន4ដែល chosen were choosing have been chosen has been chosen ចឹងប្រយោគនេះគឺអាចចុងក្រោយដោយសារតែប្រធានរបស់វាគឺ no one ណាចឹងយកចុង has been chosen គេថាគ្មាននរណាម្នាក់នៅក្នុងតំណាងរបស់ពួកយើងត្រូវបានគេជ្រើសរើសដើម្បីចូលរួមនៅក្នុងការព្រៀងសេចក្តីព្រៀងចុងក្រោយឬព្រៀងច្បាប់ចុងក្រោយទេ48 if Dara had found the wallet would we ចុច you right away បើសិនតារាបានឃើញកាបូបលុយគាត់ចុចមាននឹងទី1 would have called ទី2 call ទី3 would call ទី4 would calling អញ្ចឹងប្រយោគនេះគឺអាលើត្រឹមត្រូវ49 patent examined by doctor were ទី1 were ទី2 is being ទី3 has ទី4 have been អញ្ចឹងចង់ត្រឹមត្រូវជាងគេគឺ has being អូខេ has been ទី50ចុងក្រោយ healthcare have been rising but so has the quality អញ្ចឹងគេថាការថែទាំសុខភាពមានតម្លៃកើនឡើងប៉ុន្តែឥឡូវគឺមានគុណភាព climate ប៉ុន្តែមានគុណភាពអញ្ចឹងដោយសារ healthcare ជាឯកវិជ្ជាប្រធានឯកវិជ្ជាអញ្ចឹង cost បច្ចុប្បន្នកាលត្រូវថែម s អញ្ចឹងយកទី2អញ្ចឹងយើងទៅអ៊ុតចម្លើយទាំងអស់គ្នាមិនដឹងត្រូវខុសទេនេះអញ្ចឹងយើងអ៊ុតចម្លើយទាំងអស់គ្នាខុសត្រូវបងប្អូនជួយមើលផង
បើសិនជាយើងខុសយើងត្រូវធ្វើម្ដងហើយម្ដងទៀតធ្វើរហូតដល់បាន100លើ100នឹង submit មកហើយនេះ view score ហ្នឹងឆែកបន្ទុកមកខេត្រឹមត្រូវបងប្អូនត្រឹមត្រូវ100% 100លើ100អញ្ចឹងបងប្អូនប្រឡងគឺត្រូវតែធ្វើឲ្យតាមដែលអាចធ្វើទៅបានគឺឲ្យត្រឹមត្រូវ100លើ100ទើបបងប្អូនសង្ឃឹមអាចគួតជែងជាប់នឹងគេបាននេះត្រឹមត្រូវបងឲ្យពិនិត្យឡើងវិញណាទី1គឺយក full ទី2គឺយក keep ទី3គឺយក miss ទី4គឺយក would catch ទី5គឺយក would be ទី6គឺយក be sold ទី7គឺយក as far as ទី8គឺយក had ទី9យក had been living ទី10គឺយក delay ទី11គឺយក in ទី12គឺយក at ទី13គឺយក far ទី14គឺយក compulsory ទី15យក participate ទី16យក intention ទី17យក aid ជំនួយទី18យក affected ទី19គឺយក accurated ទី20គឺយក release ទី21គឺយក no ទី22គឺយក somewhere ទី23គឺយក miss ទី24គឺយក the only one ទី25យក that ទី26កុំយក off ទី27យក interview ទី28យក routine ទី29យក Buddhism ទី30យក boy ទី31យក each other ទី32យក wealthy friendly ទី33យក because ទី34យក will be floated ទី35យក invoking ទី36យក do not we ទី37យក who ទី38គឺយក hard working ទី39យក for ទី40យក excuse ទី41យក business ទី42យក enroll ទី43យក unless ទី44យក improve ទី45យក punctual ទី46យក repair ទី47យក has been chosen ទី48យក would have called ទី49យក is being ទី50យក cause អូខេបាយបាយអ្នកទាំងអស់គ្នាជួបគ្នានៅ quiz ផ្សេងៗ